សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកចែករំលែកនៃវិធីសាស្ត្រក្រឡុកប័រឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ណាបងប្អូនជាដំបូងគឺយើងប្រើតកក្នុងកំប៉ុងគឺយើងប្រើមួយស្គូបធំហ្នឹងគឺពេញហ្មងកៅលេខ22បងប្អូនហើយបន្ទាប់មកគឺយើងដាក់ប័រចូលទៅហើយបន្ទាប់មកទៀតគឺយើងប្រើទឹកដោះគោស្រស់បងប្រើមកអីក៏បានដែរឲ្យតែពពុះទឹកដោះគោស្រស់គឺដាក់150 ml ហើយបន្ទាប់មកទៀតគឺខ្ញុំដាក់នឹងទឹកដោះគោខាប់បងប្អូនគឺបរិមាណ30 ml 30 ml ហើយបន្ទាប់មកបងប្អូនបើសិនជាបងប្អូនចង់ផ្អែមបងប្អូនបន្ថែមស្ករមួយស្លាបព្រាណាបងមួយស្លាបព្រាហ្នឹងបរិមាណវាគឺជា15 ml ហើយបន្ទាប់មកអានេះគឺខ្ញុំដាក់នឹងម្សៅទឹកដោះគោហ្នឹងគឺថា milk cream ណាបងប្អូនអានេះគឺខ្ញុំបន្ថែមស្ករបើសិនជាបងប្អូនមិនសូវចូលចិត្តផ្អែមនេះដាក់តែប៉ុណ្្នឹងគឺគ្រប់គ្រាន់ហើយបន្ទាប់មកខ្ញុំនឹងធ្វើការក្រឡុកវាហើយក្រឡុកនេះបងប្អូនធ្វើយ៉ាងណាដើម្បីក្រឡុកវាឲ្យម៉ត់ស្អាតទៅបានវារសជាតិឆ្ងាញ់ណាក្រឡុកវាក្រឡុកចឹងណាបងប្អូនណាហើយក្រឡុកប័រគឺជាមួយនេះនិយាយទៅគឺលក់ចេញលក់គឺដឹងតាមករសជាតិគឺអែមហ្មងហើយបងប្អូនបើសិនជាចង់បានផ្អែមអីគឺបងប្អូនបន្ថែមស្ករម្ល៉េះទៀតទៅតាមចំណង់ចំណូលចិត្តគឺប៉ុណ្្នឹងគឺសម្រាប់ខ្ញុំគឺมันផ្អែមទេបងប្អូនมันផ្អែមហើយក៏มันសាសដែរគឺរសជាតិឆ្ងាញ់មកជាមួយទៀតពេលយើងក្រឡុកហើយបើយើងចង់ដឹងថាក្លប័រនឹងវាម៉ត់អត់ទេយើងអាចនឹងមើលសាច់តកយើងក្រឡុកនឹងសិនណាថាវាម៉ត់នៅចាំយើងមើលអានេះខ្ញុំមើលទៅដូចជាមិនតាន់ទេខ្ញុំក៏សាកមកមើលក្រៅគឺវា smooth ល្អហើយអញ្ចឹងហើយប័ររបស់យើងបានក្រឡុកហើយនេះរួចជាស្រេចមកកំប៉ុងបងអាចយករួមនឹងទៅធ្វើលក់គឺបានអរគុណ